Hello ក៏ដូចជាសួស្តីអ្នកនរគ្នាជួបជាមួយនឹង Admin សារជាថ្មី Zuki ជាមួយនឹងរឿងកាវត្រឡប់មកវិញរបស់កំពូលឃាតកររបស់យើងសារជាថ្មីហើយឲ្យ Admin sorry អ្នកនរគ្នាផងដែល Admin បាត់មុខមួយរយៈធំប្រហែលជាមួយខែជាងអត់បានចេញរឿងចែកជូនអ្នកនរគ្នាអញ្ចឹងហើយ Admin ពិតជា sorry ទៅកាន់អ្នកនរគ្នាខ្លាំងមែនទែនហើយតែអ្នកនរគ្នាភ្លេច Admin ហើយឬនៅ Admin សង្ឃឹមថាគ្នាយើងនឹងមិនភ្លេច Admin ទេចុះណាហើយឥឡូវនេះដែរគឺថា Admin វិលត្រឡប់មកធ្វើវីដេអូចែកជូនអ្នកនរគ្នាសារជាថ្មីវិញហើយ Admin ក៏សង្ឃឹមថាគ្នាយើងនឹងនៅជួយគាំទ្រ Admin ដូចដើមផងដែរហើយឥឡូវនេះដែរកុំឲ្យខាតពេលរបស់អ្នកនរគ្នាយូរយើងចូលទៅដល់សាច់រឿងរបស់យើងទាំងអស់គ្នានៅភាពមុនដែរគឺថាមនុស្សគ្រប់គ្នារួមជាមួយនឹង Rafael ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីថាដាស់បានបើកនៅស្រោមមុខរបស់ទូឯកប្រុសយើងប៉ុន្តែគឺថាមិនបានឃើញនៅទូឯកប្រុសយើងបែរជាមកឃើញនៅការជាអូទៅវិញចំណែកឯទូឯកប្រុសយើងវិញគឺថាគេប្រទះឃើញគាត់កំពុងតែធ្វើការអុកឡុកនៅ Glory Club នៅឯ Kowloon ដែលជាកន្លែងរបស់ថាដាទៅវិញឬហើយគេក៏បានកាត់ថយក្រោយបន្តិចនៅពេលដែលទូឯកប្រុសយើងជាមួយនឹងគ្នារបស់គាត់នឹងបានរៀបគម្រោងការនៅលើកោះនឹងឯដែលនៅពេលដែរទូឯកប្រុសយើងក៏បានឲ្យការជាអូននឹងធ្វើការបន្លំខ្លួនធ្វើជាគាត់ផងដែរនៅវិភាគមុនទូឯកប្រុសយើងបានប្រទះជួបជាមួយនឹងមនុស្សម្នាក់ដែរនៅលើកោះនោះដែរម្នាក់ដែរគឺជាការជាអូននឹងឯងដែលគេមករកនៅទូឯកប្រុសយើងដើម្បីធ្វើការបន្លំខ្លួននឹងឯងហើយនៅកន្លែងនោះដែរទូឯកប្រុសយើងក៏បានធ្វើការប្រាប់ទៅកាន់ការជាអូនផងដែរថាមិនបាច់ឲ្យគេនឹងធ្វើការប្រយុទ្ធជាមួយនឹងណាបានតែបើសិនជាគេអាចជៀសបានក៏ជៀសទៅដើម្បីកុំឲ្យមាននៅរឿងធំកើតឡើងប៉ុន្តែទោះបីជាគាត់នឹងរៀបចំគម្រោងការធ្វើការផ្លាស់ប្ដូរគ្នាជាមួយនឹងការច្អូក្តៅក៏គេនៅតែសង្ស័យថា Peter នឹងនៅលើកោះនោះដដែលដូច្នេះគឺគាត់នឹងត្រូវការរៀបចំគម្រោងផែនការផ្សេងទៀតដើម្បីប្រវែកដានដើម្បីកុំឲ្យគេនឹងសង្ស័យថា Peter នឹងនៅលើកោះនោះដែលនេះដែរគឺជាគម្រោងផែនការរបស់ទូឯកប្រុសរបស់យើងនឹងឯងរួចហើយយើងក៏បានកម្មដល់ពេលបច្ចុប្បន្នទៅវិញគឺថាថានឹងគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែគេនឹងច្រឡំថាម្នាក់ដែលពាក់ស្រោមមុខនោះគឺជាទូឯកប្រុសរបស់យើងប៉ុន្តែបែរជាការច្អូទៅវិញដែរថានឹងគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែរការច្អូរបស់យើងក៏បានធ្វើការសប្បាយទៅកាន់ថាដាផងដែរនៅពេលដែរទូឯកប្រុសយើងក៏បានធ្វើការលេចឡើងមកផងដែរដែលធ្វើឲ្យថានឹងគេពិតជាមានការងឿងឆោខ្លាំងមែនទែនដល់គេនឹងច្រឡំថាម្នាក់ដែលពាក់ស្រោមមុខនេះគឺជាទូឯកប្រុសយើងដែរគេនឹងមិនយល់ទេថាតើមានអ្វីកើតឡើងតើគេនឹងស្មានខុសឬក៏យ៉ាងម៉េចតែនៅពេលដែរថាគេក៏បានធ្វើការទៅនិយាយលេងជាមួយនឹងការច្អូផងដែរក៏ដូចជាសួរទៅកាន់ការច្អូផងដែរថាតើគេនឹងខឹងជាមួយនឹងមេរបស់គេមែនបានជាគេនឹងចង់មកចាប់ផ្ដើមឡើងវិញនៅចំណាត់ថ្នាក់ D-rank បែបនេះទៅវិញបើសិនជាបែបនេះមែនបើឲ្យគេនឹងធ្វើបែបនេះទេឲ្យគេនឹងត្រឡប់ទៅវិញទៅចាំថានឹងគេជួយធ្វើការនិយាយជាមួយនឹងមេរបស់ពួកគេនឹងដើម្បីឲ្យលើកលែងទោសឲ្យការជាអូដែលនៅពេលដែរថាគេក៏បានគិតផងដែរថាគឺវាពិតជាចម្លែកខ្លាំងមែនទែនចុះមានអ្វីកើតឡើងទៅលើទូឯកប្រុសរបស់យើងនៅពេលដែលគេបានឃើញនៅទូឯកប្រុសយើងមុខពោពេញទៅដោយឈាមដែលនៅពេលនោះទូឯកប្រុសយើងក៏បានញញឹមក៏ដូចជាគិតនៅក្នុងចិត្តផងដែរថានៅពេលណាដែលឯងកាន់តែគិតអំពីវានោះឯងកាន់តែងឿងឆ្ងល់អំពីវាកាន់តែច្រើនរហូតទូឯកប្រុសយើងក៏បានគិតឲ្យយើងបានដឹងផងដែរថាផែនការដែលគាត់ធ្វើការយកឈាមមកដាក់នៅលើមុខរបស់គាត់ឲ្យដូចជាការច្អូននោះដែរគឺវាគឺជាគម្រោងផែនការដើម្បីបំភាន់ទៅកាន់ថានឹងឯងហើយនៅពេលដែរការច្អូនរបស់យើងគេក៏បានធ្វើការដើរចេញពីទីនោះក៏ដូចជាថានឹងក៏បានដើរទៅតាមនៅការច្អូនផងដែរដែលឃើញបែបនេះដែរដែលធ្វើឲ្យបងប្អូននគររបស់យើងនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដល់គេក៏បាននិយាយផងដែរថាតើពួកគេទាំងពីរនាក់នេះគឺជាមិត្តភក្តិជាមួយគ្នាមែនតើនេះគឺជាការប្រេងឬក៏យ៉ាងណាដែលនៅពេលដែរទូឯកប្រុសយើងក៏បានធ្វើការសួរទៅកាន់ពួកគេផងដែរថាតើពួកគេមិនអីទេតើមែនទេដែលពួកគេក៏បានប្រាប់ទៅកាន់ទូឯកប្រុសយើងផងដែរថាគឺថាពួកគេនឹងមិនអីទេហើយគេក៏បានធ្វើការស្ដីឲ្យទូឯកប្រុសយើងផងដែរថាពួកគេនឹងបានប្រាប់ឲ្យគាត់នឹងដើរតាមពួកគេបែរជាគាត់នឹងបាត់ខ្លួនទៅវិញដែរនៅពេលនោះពួកគេក៏មិនចង់និយាយច្រើនដែរគេក៏បានធ្វើការបបួលគ្នាចេញពីកោះដល់គួរខ្លាចដែរយើងក៏បានឃើញនៅទូជាច្រើនបានចេញពីកោះនោះដែលនៅលើទូនោះគឺជាអ្នកដែលមានជីវិតបន្ទាប់ពីការធ្វើតេស្តនេះនឹងឯងរួចហើយយើងក៏បានឃើញផងដែរថាលបងពាក់មុខក្បាលល្ពៅរបស់យើងស៊ីននឹងគឺថានៅក្នុងព្រៃនៅលើកោះនោះនៅឡើយទៀតហើយយើងក៏បានឃើញថានៅពេលដែលក្បាលរបស់គេឡើងពោកដល់គេភ្ញាក់មកវិញគឺថាគេបានឃើញនៅការជាច្រើននៅចំពោះមុខគេដែលគេនឹងពិតជាមានការរំភើបខ្លាំងមែនទែនហើយនៅលើទូករបស់ទូឯកប្រុសរបស់យើងក៏បានឃើញផងដែរថាលបងជករបស់យើងគឺថាមិនទាន់ស្លាប់នៅឡើយទេគឺថាទូឯកប្រុសយើងបានជួយសង្គ្រោះទៅកាន់ជីវិតរបស់គេទាល់ហើយយើងក៏បានឃើញបងប្អូននគរពួកគេនឹងពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលពួកគេក៏បានគិតផងដែរថាគឺគេនឹងបានយកឈ្នះទៅកាន់ឃាតករ B-rank ដូច្នេះហើយគេប្រកាសជាត្រូវបានគេលើកនឹងទៅឲ្យជាឃាតករ B-rank ដែលជាម្ខាងនោះទេ
ដែលនៅពេលដែលយូណារបស់យើងនឹងក៏បាននិយាយទៅកាន់បងប្អូនទាំងគូផងដែរថាមិនឲ្យគេនឹងសម័យខ្ពស់ពេកទេដោយសារតែការធ្វើជាកីតករ B rank នេះគឺវាមិនងាយស្រួលក្នុងការឡើងទៅដល់នោះទេដែលនៅពេលដែលទូឯប្រុសយើងគាត់ក៏បានធ្វើការនិយាយផងដែរថាយ៉ាងម៉េចដែរ Rafael តើវាសប្បាយដែរឬក៏អត់ប៉ុន្តែនេះវាគ្រាន់តែជាការចាប់ផ្ដើមរបស់យើងនោះទេឬហើយយើងក៏បានកាត់ទៅដល់កន្លែង Rafael វិញម្ដងដែរនៅពេលនោះយើងក៏បានឃើញកូនចៅរបស់គេមករាយការណ៍ទៅកាន់ Rafael ប្រាប់អំពីរឿងដែលគេបានប្រទះឃើញទូឯប្រុសយើងធ្វើការវិភាគទៅកាន់ Glory Club កន្លែងរបស់គេដែលនៅកូឡុននោះឯងដោយលើកបែបនេះដែរគឺថាគេនឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែគេក៏បានធ្វើការទៅសួរបញ្ជាក់នៅកូនចៅរបស់គេផងដែរថាតើនៅកូឡុនមែនទេដែលកូនចៅរបស់គេក៏បានប្រាប់ទៅកាន់គេផងដែរថាគឺត្រូវឲ្យគេនឹងមើលទៅកាន់នៅកាមេរ៉ានោះខ្លួនឯងទៅដែលនៅពេលដែល Rafael គេក៏បានធ្វើការក្លែកមើលទៅកាន់កញ្ចក់កាមេរ៉ាដែលធ្វើគេនឹងពិតជាមានការខឹងឡើងញ័រខ្លួនយកតែម្ដងហើយយើងក៏បានការទៅដល់នៅកន្លែងកូឡុនវិញម្ដងនៅពេលនោះយើងក៏បានឃើញនៅមនុស្សជាច្រើនកំពុងតែដេញតាមទៅកាន់មនុស្សម្នាក់នឹងឯងដែលនៅពេលនោះគេក៏បានដេញទៅតាមមនុស្សម្នាក់នោះដល់កន្លែងផ្លូវទ័ពផងដែរគេក៏បានធ្វើការនិយាយទៅកាន់មនុស្សម្នាក់នោះផងដែរថាឲ្យគេនឹងធ្វើការចុះចាញ់ទៅដោយសារតែគេនឹងត្រឹមតែជាបរិសុទ្ធចំណាស់ដែលឈឺម្នាក់តែប៉ុណ្ណោះបើសិនជាគេព្រមចុះចាញ់ក៏ដូចជាសម្បូរទៅកាន់គេនោះគេប្រកាសជាទុកសាកសពឲ្យគេទាំងមួយជាមិនខានហើយម្នាក់ដែរគឺជា Peter ចំណាស់របស់យើងឯងដែលនៅពេលដែរ Peter ចំណាស់របស់យើងក៏បានធ្វើការនិយាយទៅកាន់ពួកគេផងដែរថាតើឯងគិតថាយើងមកទីនេះគឺជាផ្លូវទ័រក៏ដូចជាផ្លូវស្លាប់របស់យើងតែមែនទេដែលបន្ទាប់ពីពួកគេបានលើកបែបនេះគឺថាពួកគេពិតជាមានការឆោតខ្លាំងមែនទែនដល់គេនឹងមិនដឹងថា Peter ចាស់របស់យើងនឹងចង់និយាយអំពីអ្វីនោះទេដែលនៅពេលដែរ Peter ចាស់របស់យើងក៏បាននិយាយទៅកាន់គេបន្តទៀតផងដែរថាគឺយើងមកផ្លូវនេះគឺដោយសារតែយើងនឹងចង់ឲ្យឯងមកប្រមូលផ្ដុំនៅកន្លែងនេះតាមមួយកន្លែងនឹងឯងដោយនិយាយបែបនេះរួចគាត់ក៏បានធ្វើការស្ទុះចូលទៅវិភាគទៅកាន់ពួកគេយកតែម្ដងដែរ Peter ចំណាស់របស់យើងគេក៏បានធ្វើការប្រើនៅក្បាច់កំបិតរបស់គេយ៉ាងស្ទាត់ជំនាញទៅការវិភាគទៅកាន់ពួកទាំងអស់នោះដែលធ្វើឲ្យពួកគេនឹងបានស្លាប់មួយរំពេចយកតែម្ដងហើយយើងក៏បានឃើញផងដែរថា Rafael កំពុងតែឈរមើលនៅសកម្មភាពរបស់តុឯកប្រុសយើងទាំងអស់នោះឯងដែលគេនឹងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីឃើញ Peter ចំណាស់របស់យើងចាត់ការទៅកាន់ពួកទាំងអស់នោះត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះដល់គេក៏បាននិយាយផងដែរថាតើ Peter ធ្វើការទៅកូឡុនដើម្បីកំទេចនៅទីនោះតាមមែនដែរឬទេដែលគេក៏បែបនេះហើយគឺថាគេនឹងពិតជាខឹងឡើងញ័រខ្លួនតាមម្ដងដល់គេនឹងមិននឹកស្មានថាតុឯកប្រុសយើងទៅអុកឡុកនៅទីនោះទេរួចហើយយើងក៏បានការទៅដល់កន្លែងកូឡុនវិញម្ដងបន្ទាប់ពី Peter ចំណាស់របស់យើងចាត់ការទៅកាន់ពួកទាំងអស់នោះហើយគឺថាគាត់ក៏បានឈរលេងនៅដាល់របស់គាត់យ៉ាងសង្ហាតែម្ដងដែរពេលដែរគាត់ក៏បានធ្វើការបកនៅស្រោមមុខរបស់គាត់ចេញផងដែរដែលម្នាក់នោះដែរគឺ Apostle Simon របស់យើងនឹងឯងបន្ទាប់មកយើងក៏បានការមកដល់ពេល Apostle Simon របស់យើងគាត់បានមកជួបជុំគ្នាជាមួយនឹងតុឯកប្រុសរបស់យើងដែរនៅពេលនោះគឺថាគាត់មាននៅការមិនពេញចិត្តជាខ្លាំងបន្ទាប់ពីគាត់បានឃើញនៅការជាអូននឹងបានចូលរួមក្រុមជាមួយនឹងពួកគេដោយសារតែការជាអូននឹងហើយគឺជាអ្នកដែលធ្វើឲ្យ Apostle Simon របស់យើងនឹងដាច់នៅដៃរបស់គាត់ម្ខាងនៅពេលដែលឃើញបែបនោះដែរនៅពេលដែលចាស់ជីវ័នរបស់យើងក៏បានធ្វើការទៅសម្រួលពួកគេទាំងពីរផងដែរប៉ុន្តែនៅពេលដែល Apostle Simon របស់យើងគឺថាគាត់មិនស្ដាប់នោះទេគាត់ក៏បានធ្វើការដកនៅដាវរបស់គាត់ក៏ដូចជាបបួលនៅការច្អល់របស់យើងនឹងប្រយុទ្ធគ្នាផងដែរដល់ឃើញបែបនេះដែរការច្អល់របស់យើងគេក៏បានធ្វើការស្ទុះទៅដែលធ្វើឲ្យ Apostle Simon របស់យើងក៏មានការភ្ញាក់ផ្អើលផងដែរប៉ុន្តែគឺថាការច្អល់របស់យើងនោះមិនមែនស្ទុះទៅបើការវិភាគទៅកាន់ Apostle Simon របស់យើងទេដោយការច្អល់របស់យើងគេបានស្ទុះទៅក៏ដូចជាធ្វើការសុំទោសទៅកាន់ Apostle Simon ផងដែរនៅចំពោះរឿងដែលគេបានធ្វើដាក់គាត់ការពារអតីតកាលដែលធ្វើឲ្យ Apostle Simon របស់យើងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញបែបនោះដែរនៅពេលនោះដែរការច្អល់របស់យើងគឺក៏បានធ្វើការហុចនៅដៃរបស់គេម្ខាងធ្វើការឲ្យ Apostle Simon របស់យើងនឹងកាត់ដើម្បីធ្វើការជាការលុបលាងទោសរបស់គេផងដែរបន្ទាប់ពីឃើញបែបនេះដែរដែលធ្វើឲ្យ Apostle Simon របស់យើងពិតជាមានការខឹងជាខ្លាំងដោយគាត់ក៏បាននិយាយផងដែរថាតើឯងធ្វើបែបនេះគឺដោយសារតែឯងមកពីគ្រួសាររបស់យ៉ាគូសាតែមែនទេតើឯងគិតថាធ្វើបែបនេះរួចគ្នាតែមែនទេចំណែកឯតួឯកប្រុសរបស់យើងគាត់ក៏បានមើលនៅពួកគេទាំងពីរនាក់ផងដែរដែលគាត់បាននិយាយអ្វីនោះទេដែលនៅពេលដែល Apostle Simon របស់យើងគាត់ក៏បានធ្វើការប្រាដៅរបស់គាត់នឹងធ្វើការទៅកាន់ដៃរបស់ការច្អល់ផងដែរដែលនៅពេលដែលធ្វើឲ្យចាស់ជីវ័នពិតជាមានការភ័យយ៉ាងខ្លាំងចំណែកឯការច្អល់របស់យើងគេក៏បានកិច្ចដំណើរដែរដែលគេក៏បានព្រមទទួលយកនៅការដាក់ទោសមួយនេះផងដែរដែលនៅពេលដែលយើងក៏បានឃើញផងដែរថា Apostle Simon របស់យើងគឺគាត់ប្រើនៅក្នុងដៃរបស់គាត់ធ្វើការកម្មទៅកាន់ដៃរបស់ការច្អល់ទេដែលគាត់បានប្រើនៅមុខដៃរបស់គាត់នឹងកាត់ទៅដៃរបស់គេនោះឡើយដោយសារតែគាត់បានឃើញថាការច្អល់នោះបានធ្វើការកិច្ចចេញអំពីការវិភាគរបស់គាត់ទេដូច្នេះហើយក៏គាត់នឹងគិតផងដែរថាមើលទៅប្រហែលជាគេនឹងធ្វើការសុំទោសគាត់ចេញពីចិត្តហើយគាត់ក៏បានធ្វើការលើកលែងទោសឲ្យទៅកាន់គេផងដែរដែលនៅពេលដែល Apostle Simon របស់យើងក៏បានធ្វើការនិយាយទៅកាន់ការច្អល់ឲ្យគេនឹងដកដៃរបស់គេចេញទៅវិញផងដែរហើយគាត់ក៏បានធ្វើការនិយាយទៅកាន់ការច្អល់ផងដែរថាឲ្យគេនឹងចងចាំរហូតដល់គេស្លាប់គឺថាដៃរបស់
របស់គេនៅពេលនេះគឺមិនមែនជារបស់គេហើយក៏មិនមែនជារបស់គាត់ដែលរបស់គេគឺជារបស់អផុស Peter តែម្នាក់គត់ដែរគាត់និយាយបែបនេះដែរគឺគាត់ចង់មានន័យថាឲ្យការចោលនឹងធ្វើការតាមបំរើក៏ដូចជាធ្វើការស្មោះស្ម័គ្រជាមួយនឹងទូឯកប្រុសរបស់យើងរហូតដល់ថ្ងៃស្លាប់របស់គេនឹងឯងហើយអផុស Simon របស់យើងគាត់ក៏បានធ្វើការដាក់ដាវរបស់គាត់នឹងចូលទៅកាន់ស្រោមដាវរបស់គាត់វិញផងដែរបន្ទាប់ពីឃើញបែបនេះដែរអាចារ្យជីវ័ននាងក៏រៀងធូរចិត្តផងដែរដែរនាងក៏បាននិយាយផងដែរថាគឺបែបនេះគឺវាល្អហើយដោយសារតែនាងនឹងចូលធ្វើការជូតនៅឈាមដែលប្រឡាក់នៅកន្លែងរបស់នាងខ្លាំងណាស់ហើយនៅពេលនោះដែរយើងក៏បានឃើញផងដែរថាការចោលរបស់យើងក៏បានធ្វើការគោរពទៅកាន់អផុស Simon ក៏ដូចជាហៅទៅកាន់អផុស Simon នឹងថាជាសិស្សច្បងផងដែរប៉ុន្តែអផុស Simon ក៏បានប្រាប់ទៅកាន់ការចោលផងដែរថាបើឲ្យការចោលនឹងហៅគាត់ថាជាសិស្សច្បងអ្វីនោះទេដោយសារតែអាយុរបស់គាត់នឹងគឺថាចាស់អាចធ្វើជាពូរបស់គេបានហើយដូច្នេះហើយឲ្យគេនឹងហៅគាត់ថាជាលោកពូទៅហើយយើងមើលទៅកាន់ទឹកមុខរបស់អផុស Simon របស់យើងគឺថាគាត់ពិតជាមានមោទនភាពខ្លាំងមែនទែនបន្ទាប់ពីបាននៅការគោរពអំពីការចោលបែបនេះឬហើយយើងក៏បានកាលមកដល់ពេលពួកគេនិយាយគ្នាអំពីការរៀបចំផែនការរបស់គេវិញម្ដងនៅពេលដែលអាចារ្យជីវ័នរបស់យើងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីលើការចោលបាននិយាយអំពីអផុសថាដារបស់យើងដែរតួឯកប្រុសយើងត្រូវជួបនៅពេលដែលគាត់ទៅលើកោះនោះឯងដែរនៅពេលដែរអាចារ្យជីវ័នរបស់យើងក៏បានធ្វើការសួរទៅកាន់តួឯកប្រុសយើងផងដែរថាហេតុអ្វីបានជាគាត់លឺនៅរឿងទាំងនេះហើយដូចជាមានការភ្ញាក់ផ្អើលអ្វីសោះអញ្ចឹងដែរនៅពេលនោះតួឯកប្រុសយើងក៏បានប្រតិកម្មអាចារ្យជីវ័នផងដែរថារឿងទាំងនេះដែរគឺថាគាត់បានស្មានដឹងជាមុនបាត់ទៅហើយអំពីផែនការរបស់រ៉ាហ្វែលថាគេនឹងប្រកាសជាបញ្ចូលនៅអផុសម្នាក់ដែលមាននៅសមត្ថភាពខ្លាំងទៅជាមិនខាននៅពេលនោះអាចារ្យជីវ័នរបស់យើងក៏បានធ្វើការសួរទៅកាន់តួឯកប្រុសយើងបន្តទៀតផងដែរថាបើអញ្ចឹងហើយបានជាគាត់នឹងធ្វើការបញ្ចូលនៅអផុសស៊ីមុនរបស់យើងទៅកាន់កូឡូនទៅវិញដោយលើបែបនេះដែរអផុសស៊ីមុនរបស់យើងក៏បានធ្វើការប្រាប់ទៅកាន់តួឯកប្រុសយើងផងដែរថាម្លងពេលដែលគាត់បានទៅកាន់ទីនោះគឺគាត់បានរកឃើញនៅអ្វីមួយដែលរ៉ាហ្វែលគេបានលាក់បាំងនៅឯកូឡូននឹងឯងហើយនៅពេលនោះតួឯកប្រុសយើងក៏បាននិយាយផងដែរថាដូចជាអ្វីដែលអផុសស៊ីមុននិយាយចឹងគឺថានៅទីនោះប្រកាសជាមានអ្វីដែលរ៉ាហ្វែលហ្នឹងគេកំពុងតែលាក់ដែលមិនចង់ឲ្យនរណាគេរកឃើញក៏ដូចជាដឹងអំពីរឿងនោះនឹងឯងនៅពេលដែលជីវ័នយើងក៏បាននិយាយផងដែរថាតើវាអាចជាចំណុចខ្សោយរបស់រ៉ាហ្វែលដែរទេដែលតួឯកប្រុសយើងក៏បាននិយាយផងដែរថាវាប្រហែលជាអញ្ចឹងហើយដែលនៅពេលដែលជីវ័នក៏បាននិយាយផងដែរថាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺគេត្រូវតែប្រយុទ្ធជាមួយនឹងកូនចៅរបស់រ៉ាហ្វែលជាច្រើនប៉ុន្តែគឺថាគ្នារបស់គេនឹងមានចំនួនតិចខ្លាំងតែដូច្នេះហើយគឺគេនឹងអាចយកឈ្នះបានក្នុងការប្រយុទ្ធគ្នាបន្តមកបានទេទោះបីជាតួឯកប្រុសរបស់យើងគឺជាអផុស Peter យ៉ាងណាក៏ដោយក៏វានៅតែពិបាកសម្រាប់គាត់ផងដែរដែលនៅពេលដែលតួឯកប្រុសយើងក៏បាននិយាយផងដែរថាគឺគាត់បានដឹងអំពីរឿងនេះតាំងតែពីមុនដំបូងមកម្ល៉េះប៉ុន្តែគាត់អត់បានមាននៅគម្រោងការប្រយុទ្ធជាមួយគេនឹងតាមអ្នកឯងនោះឡើយគឺដោយអ្វីដែលនាងនិយាយចឹងគឺនៅក្នុងកាឡូរីគឺមាននៅមនុស្សដែលមានសមត្ថភាពខ្លាំងៗជាច្រើនដូច្នេះគឺគាត់នឹងមិនអាចយកឈ្នះដោយគាត់តែម្នាក់ឯងបាននោះទេគឺវាពិតជាពិបាកសម្រាប់ខ្លួនគាត់ខ្លាំងណាស់ដូច្នេះហើយគឺគាត់នឹងមាននៅគម្រោងការដើម្បីធ្វើការប្រមូលផ្ដុំនៅគ្នារបស់គាត់នឹងដើម្បីប្រឆាំងជាមួយនឹង Glory Club ដោយលើបែបមេដាចាជីវ័ននឹងក៏បាននិយាយផងដែរថាវាមិននឹងអាចទៅរួចទៅដោយសារតែនៅពេលដែលអផុសដែលជាគ្នារបស់គេនឹងបានលាក់នៅកន្លែងដែលពួកគេស្នាក់នៅក៏ដូចជាពួកគេនឹងមិនដឹងថានៅពេលនេះគេនៅរស់ឬក៏ស្លាប់នោះទេដោយលើបែបមេដាទៅឯប្រុសយើងក៏បាននិយាយផងដែរថាអផុសតាមមែនទេកាយយើងមានតែដែលគាត់ក៏បានធ្វើការឲ្យទៅកាន់ការចោលក៏ដូចជាអផុសស៊ីមុនរបស់យើងផងដែរដែលឃើញមិនដែរគឺថាពួកគេគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលការចោលរបស់យើងគាត់ក៏បាននិយាយផងដែរថាគឺគាត់នឹងធ្វើតាមតួឯកប្រុសយើងរហូតដល់ថ្ងៃស្លាប់តែម្ដងចំណែកឯអផុសស៊ីមុនវិញគឺថាគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលតួឯកប្រុសយើងនឹងឲ្យគាត់នឹងចូលរួមនៅក្នុងកិច្ចការនេះទោះបីជាគាត់នឹងពិការដែរម្ខាងក៏ដោយដែលនៅពេលដែលអាចារ្យជីវ័នរបស់យើងក៏បានធ្វើការសួរទៅកាន់តួឯកប្រុសយើងផងដែរថាតើតួឯកប្រុសយើងនឹងមិនមែនត្រូវការនៅគ្នាដើម្បីចូលរួមដើម្បីធ្វើនៅកិច្ចការនេះទេតែមែនទេចុះហេតុអ្វីបានជាគាត់នឹងធ្វើការសម្រាប់ទៅកាន់ណាថាញ៉េទៅវិញព្រោះអីណាថាញ៉េគឺជាកម្លាំងដ៏ល្អដើម្បីធ្វើការចូលរួមជួយទៅកាន់ពួកគេតើវាមិនអញ្ចឹងអីដោយលើបែបនេះដែរតួឯកប្រុសយើងក៏បានធ្វើការនិយាយផងដែរថាតើអ្នកណាគេទៅដឹងទៅប៉ុន្តែឥឡូវនេះអ្វីដែលសំខាន់គឺគាត់នឹងធ្វើឲ្យ Raphael គេជួបជាមួយនឹងការលំបាកមួយកម្រិតទៀតព្រោះហើយយើងក៏បានកើតទៅដល់កន្លែងមួយវិញម្ដងយើងក៏បានឃើញ Raphael នៅពេលនេះគេពិតជាមានការខឹងខ្លាំងមែនទែនបន្ទាប់ពីគេបានដឹងថាតួឯកប្រុសយើងនៅឯកូឡុនដោយគេក៏បានធ្វើការបញ្ជានៅគ្នារបស់គេឲ្យទៅសម្លាប់តួឯកប្រុសយើងនៅទីនោះផងដែរព្រោះហើយយើងក៏បានកើតទៅដល់កន្លែងគ្នារបស់តួឯកប្រុសយើងវិញម្ដងនៅពេលដែលអាចារ្យជីវ័នយើងក៏បាននិយាយផងដែរថាតើតួឯកប្រុសរបស់យើងនឹងមាននៅគម្រោងផែនការអ្វីទៅដើម្បីធ្វើការប្រយុទ្ធជាមួយនឹងក្រុម Glory Club ដែលមាននៅចំនួនគ្នានឹងលើសពីចំនួនពួកគេនេះទៅទៀតដោយសារតែនៅ Glory Club គឺថាមានមនុស្សច្រើនខ្លាំងមែនទែនគឺថារាប់រយរាប់ពាន់នាក់ឯណោះដោយលើបេះមេដាតួឯកប្រុសយើងក៏បានធ្វើការញញឹមក៏ដូចជានិយាយផងដែរថា
រាប់ពាន់នាក់តើមែនទេវាគ្រាន់តែជាចំនួនលេខតែប៉ុណ្ណោះបន្ទាប់ពីលើកបែបនេះដែរអាចារ្យជីវ័នពិតជាមានការស្ងាក់ចិត្តខ្លាំងមែនទែននេះក៏បាននិយាយផងដែរថាសម្រាប់តួឯកប្រុសបើយើងគិតគឺវាចេះតែងាយស្រួលហើយប៉ុន្តែសម្រាប់នាងវិញគឺថាវាមិនអាចទៅរួចអត់ទេដែលនៅពេលនោះតួឯកប្រុសយើងក៏បាននិយាយផងដែរថាចំនួនលេខប៉ុណ្នេះគឺវាធម្មតាទេសម្រាប់គ្នារបស់គាត់គឺដោយសារតែគ្នារបស់គាត់តែម្នាក់ហ្នឹងអាចកម្ចាត់ទៅកាន់ពួកគេរាប់ពាន់នាក់បាត់ទៅហើយបន្ទាប់ពីទទួលបានការសរសើរអំពីតួឯកប្រុសយើងបែបនេះយើងមើលទៅកាន់គ្នាតួឯកប្រុសយើងគឺថាពិតជាមាននៅការជឿជាក់ខ្លាំងមែនទែនរួចហើយយើងក៏បានកើតទៅដល់នៅកូលុនហែវិញម្ដងនៅពេលនោះយើងក៏បានឃើញនៅអប្សរថាតារបស់យើងគេកំពុងតែអង្គុយនៅលើអគារដ៏ខ្ពស់មួយក៏ដូចជាធ្វើការនិយាយផងដែរថាពួកយើងនឹងបានជួបគ្នាឆាប់ៗនេះ Peter ហើយមកដល់ពេលនេះដែរសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់តែតាមនេះផងដែរហើយយើងចាំតាមដានទស្សនាជាមួយនឹងមានតគ្នានៅភាពបន្តហើយមុននឹងបញ្ចប់នៅវីដេអូរបស់យើងនៅពេលនេះសម្រាប់គ្នាយើងតែអត់បានចូលនៅគ្រប់ Telegram របស់មានទេកុំភ្លេចទៅការ scan ចូលម្នាក់មួយផងហើយវីដេអូ admin នៅពេលនេះគឺមានតែប៉ុណ្ណឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ